Bài trong videoរបស់ខ្ញុំទី1នេះគឺខ្ញុំចង់និយាយអំពីក្មេងៗដែលនៅក្នុងភូមិគាត់ផឹកភេសជ្ជៈបែបឬក៏ភេសជ្ជៈបើកម្លាំងបាទអញ្ចឹងនៅក្នុងប្រទេសវៀតណាមគឺភាគច្រើនក្មេងគឺកើតជំងឺទឹកនោមផ្អែមដូចគ្នាពេលដែលពួកគាត់មានកម្មវិធីជប់លៀងកម្មវិធីហូបការកម្មវិធីឡើងផ្ទះហើយក្មេងៗទាំងអស់នោះគឺឪពុកម្ដាយតែងតែយកមកជាមួយចំណែកឪពុកម្ដាយគឺពិសាគ្រឿងស្រវឹងស្រាហើយនឹងអ្នកខ្លះពិសាទឹកក្រូចប៉ុន្តែចំពោះក្មេងគឺភាគច្រើនគឺផឹកទឹកក្រូច Sting number 1 ឬក៏អីផ្សេងៗដែលនៅវៀតណាមភាគច្រើនគឺគេនិយមប៉ុន្តែផឹកថ្ងៃនេះមិនជាបញ្ហាទេថ្ងៃស្អែកមិនជាបញ្ហាទេប៉ុន្តែបងប្អូនផឹកចាប់ពី2ឆ្នាំឡើងទៅ3ឆ្នាំ4ឆ្នាំ5ឆ្នាំបងប្អូននឹងឃើញថាខ្លួនឯងកំពុងតែកើតជំងឺទឹកនោមផ្អែមបាទអញ្ចឹងនេះជាគំរូឬក៏ជាបទពិសោធន៍របស់ប្រទេសមួយដែលយើងគួរតែយកមកគិតពិចារណានៅក្នុងប្រទេសយើងមាន17លាននាក់ប្រទេសគេមាន100លាននាក់អញ្ចឹងប្រទេសយើងតិចណាស់អញ្ចឹងដើម្បីឲ្យយើងការពារខ្លួនយើងការពារចំនួនប្រជាជនយើងកុំឲ្យមានជំងឺតាមកាលណាមានជំងឺឲ្យបងប្អូនឪពុកម្ដាយឬក៏អ្នកសាច់ញាតិនឹងអស់លុយហើយកូនឲ្យបងប្អូនជួយយកទៅពេទ្យបាទអញ្ចឹងយើងក៏ខ្សោះដែរយើងជាបងប្អូនឪពុកម្ដាយឬក៏សាច់ញាតិក៏ខ្សោះដែរអញ្ចឹងដើម្បីឲ្យក្មេងៗឬក៏ពួកគេដែលកំពុងតែប្រើប្រាស់កំពុងតែផឹកភេសជ្ជៈបើកម្លាំងបែបហ្នឹងយើងចង់ធ្វើការបញ្យល់គាត់ឲ្យយល់អំពីគ្រោះថ្នាក់នៃការពិសាគ្រឿងកំប៉ុងគ្រឿងទឹកនោមផ្អែមបាទឲ្យគ្រឿងផ្អែមបាទស្រាក៏ឥឡូវខ្ញុំអត់និយាយស្រាទេវីដេអូខ្ញុំថ្ងៃនេះគឺខ្ញុំនិយាយអំពីរបស់ដែលផ្អែមដែលបងប្អូនអាសាទៅចំការទៅស្រែអធិស្ឋានតែងតែយកទៅ3 4កំប៉ុងសម្រាប់ផឹកណាបាទយើងយកល្អយើងយកជាទឹកសុទ្ធដើម្បីទៅផឹកពីព្រោះខ្លួនយើងត្រូវការតែទឹកសុទ្ធទេត្រូវការតែបាយត្រូវការតែម្ហូបសម្លហ្នឹងហើយនឹងទឹកសុទ្ធវាអត់អាចនិយាយជាមួយយើងឆ្លងឆ្លើយអីទេក្ពះពោះវៀនថ្លើមបេះដូងហ្នឹងគឺវាអត់ត្រូវការទេអាគ្រឿងផ្អែមហ្នឹងពីព្រោះគ្រឿងផ្អែមពេលខ្លះពេលដែលយើងទៅហូបបាយហូបកាទៀវហូបអីគឺយើងថែមអំបិលប៊ីចេងស្ករអីគឺវានៅក្នុងវាគ្រប់គ្រាន់ហើយវាមិនចាំបាច់ត្រូវការបើកម្លាំងទេបាទហើយចុះបងប្អូនថាចុះអ្នកខ្លះដែលគាត់ធ្វើការធន់ធ្ងន់លើកឈើឬក៏ធ្វើការលើកអង្គលើកអីអស់កម្លាំងវីដេអូដែលគេផ្សព្វផ្សាយនៅក្នុងវិទ្យុទស្សន៍ឲ្យយើងឃើញថាមានការចាប់អារម្មណ៍ឲ្យយើងទិញគ្រឿងកំប៉ុងគេទេបាទបើឲ្យថាគ្រឿងកំប៉ុងនឹងជួយសុខភាពយើងអត់ទេបងប្អូនគឺមានតែទឹកមួយមុខគត់ទឹកដែលល្អបើបងប្អូនអត់មានលុយទិញអា1000ទិញអា500ក៏បានដែរមួយដបណាបាទមួយដប1000មានវីតាល់កម្ពុជាហើយតិចអញ្ចឹងទៅលីយ៉ងអញ្ចឹងទៅបាទឥឡូវលីយ៉ងរបស់ថៃយើងអត់ផឹកទៀតបាទយើងផឹកតែរបស់កម្ពុជាហើយតិចអញ្ចឹងទៅឬក៏វីដាប្រូវីដាឬក៏ទឹកបរិសុទ្ធគូលែនអញ្ចឹងទៅបាទអញ្ចឹងខ្ញុំសូមស្នើពរបងប្អូនតែមានកូនតូចណាកុំបណ្ដែតបណ្ដោយក្មេងវាអត់ដឹងអីទេយើងថាងយើងខំប្រាប់ដែររួចហ្នឹងតែប៉ុណ្ណឹងនិយាយតែប៉ុណ្ណឹងវានៅតែរឹងក្បាលផឹកប៉ុន្តែសួរថាពេលដែលកើតជំងឺក្មេងហ្នឹងគាត់មិនថាយើងបើសិនជាការហ្នឹងខ្ញុំល្ងឹតល្ងងម្ដាយឪពុកពូមីងខ្ញុំល្ងឹតល្ងងខ្ញុំអត់ដឹងថាអានឹងទឹកនោមផ្អែមទេមិនក៏ពូមិនក៏មីងមិនក៏ម៉ែមិនក៏ប៉ាហ្នឹងមិនប្រាប់ខ្ញុំយើងដល់ថ្ងៃដែលវាកើតទឹកនោមផ្អែមហើយយើងបកក្រោយមិនបានចឹងវាធ្វើឲ្យយើងមានវិបដិសារីថាកាលហ្នឹងមិនក៏អញមិនប្រាប់កូនអញកាលហ្នឹងមិនក៏មិនជួយប្រាប់ក្មួយជួយបំភ័យយើងធ្វើមិនឲ្យយើងកុហកវាក៏ឲ្យស្អីក៏ដោយធ្វើយ៉ាងណាសិល្បៈរបស់យើងហ្នឹងវិធីរបស់យើងហ្នឹងគឺគោលដៅគឺចង់ឲ្យវាឈប់ផឹកទឹកនោមផឹករបស់ផ្អែមហ្នឹងបាទហើយបើសិនជាបងប្អូនថាអូខេ
ខ្ញុំអត់ផឹកទេតែវាផឹកអានេះជាការទទួលខុសត្រូវរបស់យើងអ្នកដឹងគួរតែប្រាប់អ្នកមិនដឹងបើយើងថាវាខុសហើយចោះយើងអត់ខុសទេអីបាទអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះគឺព្រឹកនេះគឺចង់និយាយអំពីក្មេងៗដែលនិយមចូលចិត្តផឹកភេសជ្ជៈផ្អែមគ្រឿងកំប៉ុងបាទខ្ញុំមានយោបល់តែប៉ុណ្្នឹងទេបាទសូមអរគុណសូមជម្រាបលា